ជំរាបសួរពុកម៉ែបងប្អូនអរគ្នាវល់សារជាថ្មីទៀតហើយបាទរបៀបមើលក្រវល់កំប៉ុងណាបាទអញ្ចឹងសម្រាប់ភេសជ្ជៈនេះគឺភេសជ្ជៈគីងកុងនេះគឺជាភេសជ្ជៈថ្មីពុកម៉ែបងប្អូនអរគ្នាបាទទៅចាញ់ថ្មីទេអញ្ចឹងសម្រាប់ភេសជ្ជៈគីងកុងនេះដែរបាទការមើលទៅលើក្រវល់កំប៉ុងគឺងាយស្រួលបងប្អូនអរគ្នាគឺងាយស្រួលក្នុងការមើលអញ្ចឹងណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងប្រាប់បងប្អូនអរគ្នាក្នុងការមើលទៅលើរង្វាន់នីមួយៗបាទអញ្ចឹងមុននឹងចូលដល់វីដេអូរបស់ខ្ញុំសូមបងប្អូនអរគ្នាកុំភ្លេចចុចពាក្យថា Subscribe បើកសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗអាប់ឡូតជារៀងរាល់ថ្ងៃបាទក្នុង Channel YouTube របស់ខ្ញុំក៏ដូចជា Page របស់ខ្ញុំផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនអរគ្នាតែងតែទន្ទឹងរង់ចាំក្នុងការមើលទៅលើរង្វាន់តើភេសជ្ជៈនីមួយៗតែងតែមានលក្ខណៈពិសេសឬក៏លក្ខណៈសម្គាល់អ្វីខ្លះពាក់ព័ន្ធក្នុងការមើលទៅលើរង្វាន់ភេសជ្ជៈអញ្ចឹងណាអញ្ចឹងគឺខ្ញុំថ្ងៃនេះគឺខ្ញុំមកប្រាប់បងប្អូនអរគ្នាត្រួសបាទហើយសម្រាប់វីដេអូនេះដែរគឺខ្លីទេពុកម៉ែបងប្អូនអរគ្នាប៉ុន្តែមានខ្លឹមអញ្ចឹងណាហ្នឹងហើយហើយកុំភ្លេច like វីដេអូខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងនឹងកោះទាំងអស់គ្នាចាំថាតើភេសជ្ជៈមួយកំប៉ុងហ្នឹងវាអាចនឹងត្រូវប្រមាណកំប៉ុងឬក៏ប្រមាណដុល្លារអញ្ចឹងណាអ្វីដែលសំខាន់នោះគឺខ្ញុំចង់ប្រាប់បងប្អូនអរគ្នាបាទគឺសម្រាប់ឆ្នូតនេះពុកម៉ែបងប្អូនអរគ្នាគឺផ្ចិតខាងក្រវល់អញ្ចឹងណាបាទផ្ចិតខាងក្រវល់ពេលមុខអញ្ចឹងមានន័យថាគឺវាជាប់ពុកម៉ែបងប្អូនគ្នាសម្រាប់អេបាតយើងបាច់មើលទេពុកម៉ែបងប្អូនគ្នាពីព្រោះក្រវល់ទូទៅគឺវាជាប់នៅរង្វាន់ទូទៅគឺវាជាប់នៅក្នុងក្រវល់វាមិនមែនជាប់ទៅលើបាតទេពុកម៉ែបងប្អូនគ្នាបាតជាធម្មតាទេក្រវល់ប៉ុន្តែគេធ្វើក៏លើកម្របអញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងក៏បើខាត់ពេលលាយូរយើងនឹងគាត់ទាំងអស់គ្នាចង់ដឹងថាតើភេសជ្ជៈមួយតើវាត្រូវយ៉ាងណាអរគុណច្រើនឥឡូវយើងទស្សនាទាំងអស់គ្នាបាទឥឡូវគាត់ទៅហើយឥឡូវយើងរងចាំអត់ទាំងអស់គ្នាថាតើវាបានឬក៏មិនបានបាទនេះពុកម៉ែបងប្អូនគ្នាគឺបានជែកបាទភេសជ្ជៈបានជែកឥឡូវទៅបើកណាជែកសម្រាប់ជែកពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងគឺវាមិនខុសទេបងប្អូនអរគ្នាគឺយើងអាចទៅបើកជែកនៅឌីប៉ូគេបានអរគុណច្រើនសម្រាប់បងប្អូនអរគ្នា